បាទសូមជម្រាបសួរដល់លោកគ្រូអ្នកគ្រូគណៈគ្រប់គ្រងសាលាទាំងអស់អញ្ចឹងថ្ងៃនេះគឺខ្ញុំនឹងចេញវីដេអូមួយមកតាក់ទងទៅនឹងលោកនាយកបាទគាត់ចូលទៅពិនិត្យមើលបុគ្គលិករបស់គាត់ថាតើបុគ្គលិករបស់គាត់បានបំពេញទិន្នន័យព័ត៌មានសិស្សបាទគ្រប់ជ្រុងជ្រោយហើយឬនៅអញ្ចឹងដើម្បីកុំឲ្យខាតពេលវេលាអញ្ចឹងសូមលោកគ្រូអ្នកគ្រូទាំងអស់បាទចូលមកកន្លែងប្រព័ន្ធ PLP មកបាទចុចលើហ្នឹងបាទដល់ពេលចុចលើហ្នឹងហើយប្រព័ន្ធរូបបែបនេះអញ្ចឹងបាទអញ្ចឹងសូមលោកគ្រូមិនបាច់មើលអីច្រើនទេគឺចូលទៅកន្លែងនេះបាទព្រោះនេះគឺជាឈ្មោះរបស់នាយកសាលាអញ្ចឹងយើងចូលមកកន្លែងថ្នាលនេះមកបាទចុចលើថ្នាលរួចមកលោកគ្រូយកពាក្យថាថ្នាលគ្រប់គ្រងសាលារៀនចុចលើហ្នឹងហើយតទៅទៀតលោកគ្រូចុចពាក្យចាក់ចេញបាទអញ្ចឹងពេលចុចចាក់ចេញមកគឺនឹងលោតបែបនេះបាទនេះគឺជាសាលារបស់យើងបាទសាលារបស់យើងមានបាទសាលារបស់យើងអញ្ចឹងសូមលោកគ្រូចុចមកកន្លែងត្រេ3នៅផ្នែកខាងលើនេះមកបាទរួចមកលោកគ្រូយើងចង់មើលតសិស្សទេបាទអញ្ចឹងមើលតសិស្សថាតើសិស្សហ្នឹងគ្រូផ្ទុកថ្នាក់បានបំពេញគ្រប់ជ្រុងជ្រោយហើយឬនៅអញ្ចឹងចុចលើសិស្សហ្នឹងមកបាទអញ្ចឹងនៅពេលចុចលើសិស្សគឺកន្លែងនេះវាលោតថាការគ្រប់គ្រងសិស្សបាទអញ្ចឹងនេះគឺជាសិស្សនៅក្នុងសាលាចាប់ពីមតិសិក្សារហូតទៅដល់ថ្នាក់ទី6បាទអញ្ចឹងខ្ញុំនឹងបង្ហាញថាតើសិស្សណាដែលគ្រូទុកថ្នាក់ហ្នឹងបំពេញបានគ្រប់ជ្រុងជ្រោយឥឡូវឧទាហរណ៍ថាជាសិស្សមួយនេះចុះបាទសិស្សមួយនេះបាទអញ្ចឹងសិស្សមួយនេះគឺបំពេញបានគ្រប់ជ្រុងជ្រោយហើយគឺកន្លែងនេះគឺមានលោតសញ្ញា tick ពណ៌បៃតងនេះបាទហើយយើងមើលនៅខាងក្រោមនេះគឺជាព័ត៌មានលម្អិតដែលបានបំពេញគ្រប់ជ្រុងជ្រោយអញ្ចឹងបើសិនជាពេញគ្រប់ជ្រុងជ្រោយវាលោតបែបនេះបាទ tick គ្រប់ចំណុចពណ៌បៃតងទាំងអស់ហើយខាងក្រោមនេះគឺវាលោតបាន 100% បាទអញ្ចឹងតមកទៀតខ្ញុំនឹងទៅនាំលោកគ្រូទៅមើលសិស្សដែលបាទលោត 100% ដែរក៏ប៉ុន្តែបំពេញអត់ទាន់គ្រប់ជ្រុងជ្រោយតែយើងមើលនៅកន្លែងណាបាទអញ្ចឹងយើង scroll មកខមកអស់មកបាទអញ្ចឹងខ្ញុំអូសរឿងលឿនតិចចុះបាទនេះគឺជាការពិនិត្យមើលរបស់នាយកសាលាណាការពិនិត្យមើលរបស់នាយកសាលាអញ្ចឹងយើងមើលឲ្យអស់មកបាទអញ្ចឹងថ្នាក់នេះគេបំពេញបានគ្រប់ទាំងអស់ណាបាទឥឡូវខ្ញុំអូសតទៀតបាទព្រោះសិស្សវាច្រើនដែរណាបាទច្រើនដែរអញ្ចឹងយើងមើលវាអស់មកបាទតើកន្លែងណាដែលយើងមើលទៅឃើញថារូត 100% ដែរហើយសិស្សហ្នឹងគឺអត់ទាន់បានបំពេញគ្រប់ជ្រុងជ្រោយបាទអញ្ចឹងយើងមើលកន្លែងនេះបាទអញ្ចឹងនេះគេបំពេញគ្រប់ជ្រុងជ្រោយគេលុតទីកន្លែងហ្នឹងមែនណាហើយខាងក្រោមនេះគឺទីទាំងអស់បាទឥឡូវសិស្សមួយនេះបាទសិស្សកៅវាសនាហ្នឹងគឺអត់មានធីកទេអញ្ចឹងបើអត់ទាន់មានធីកទេមានន័យថាសិស្សហ្នឹងគឺអត់ទាន់បានបំពេញព័ត៌មានគ្រប់ជ្រុងជ្រោយទេឥឡូវយើងមើលមកក្រោមនេះគឺជាសិស្សថ្នាក់ទី1ខណាបាទភាគស្រីអញ្ចឹងយើងមើលកន្លែងនេះបាទអញ្ចឹងកន្លែងនេះគឺគូធីកកន្លែងនេះគឺអត់ទាន់ធីកទេគឺក្រហមនេះធីកអានេះក្រហមបាទយើងមើលលទ្ធផលខាងក្រោមគឺស្មើ 100% ដែរលោកគ្រូអ្នកគ្រូបន្ទុកថ្នាក់កុំច្រឡំថាឃើញលោត 100% ហ្នឹងមានន័យថាបំពេញគ្រប់ជ្រុងជ្រោយហើយអញ្ចឹងអត់ទេណាអត់ទាន់គ្រប់ជ្រុងជ្រោយទេអញ្ចឹងវាលោត 100% មែនក៏ប៉ុន្តែអត់ទាន់គ្រប់ជ្រុងជ្រោយទេអញ្ចឹងយើងមើលកន្លែងសញ្ញាក្រហមនេះអញ្ចឹងមានថាអត់ទាន់បានបំពេញទេអញ្ចឹងលោកគ្រូចូលសាកមើលទៅដឹងហើយបាទចុចលើហ្នឹងមកឃើញបាទនៃវាលោតបែបនេះមកឃើញបាទអញ្ចឹងចុចឲ្យទៀតមករូបបែបនេះអញ្ចឹងនៅទាំងអស់ឃើញបាទនៅទាំងអស់អូខេបាទបើណាកន្លែងណាគេបំពេញហើយគឺវាលោតធីកបែបនេះណាបាទនេះបាទអញ្ចឹងបែបហ្នឹងហើយចង់ដឹងថាតើនៅពេលដែលយើងទៅបំពេញយើងចូលកន្លែងណាយើងចូលកន្លែងត្រេ3នេះមកបាទចូលកន្លែងត្រេ3នេះវាលោតបែបនេះមកអញ្ចឹងយើងមើលនេះអញ្ចឹងនៅកន្លែងណាខ្លះដែលយើងអត់ទាន់បានបំពេញអញ្ចឹងយើងមើលកន្លែងនេះពួកគេដាក់និមិត្តសញ្ញាឲ្យតានេះនិមិត្តសញ្ញាទី1គឺកែប្រែទិន្នន័យអញ្ចឹងវាថាគាត់បានបំពេញទិន្នន័យនេះគ្រប់ជ្រុងជ្រោយហើយដល់មួយទៀតគឺកែប្រែទិន្នន័យសុខភាពនេះអាសញ្ញាប៊ិចនេះសញ្ញាប៊ិចនេះគឺអត់ទាន់សញ្ញានេះសញ្ញាដូចផ្កាយខ្ញុំមើលមិនសូវឃើញដែរបាទអញ្ចឹងថាអាហ្នឹងគឺគាត់បានពេញរួចហើយដល់ពេលសញ្ញាមួយទៀតនេះគឺជាសញ្ញាបាទមានរូបនេះយើងមើលរបស់យើងអាក្រោមនេះដូចគ្នាបាទអញ្ចឹងថាតើអត់ពេញដែរហ្នឹងគឺជាសញ្ញាអីគេកែប្រែទិន្នន័យពិការភាពដល់សញ្ញាប៊ិចនេះបាទសញ្ញាប៊ិចនេះសញ្ញាប៊ិចបាទអញ្ចឹងសញ្ញាប៊ិចនេះគឺចង់និយាយថាព័ត៌មានកាចវសង្ឃអញ្ចឹងកាចវសង្ឃមកគាត់មិនទាន់បានគ្រប់ជ្រុងជ្រោយទេណាហើយមួយទៀតនេះអាសញ្ញានេះគេទៅគឺការគ្រប់គ្រងអាណាព្យាបាលសិស្សនេះអញ្ចឹងថាគាត់អត់បានពេញអាណាព្យាបាលសិស្សទេអញ្ចឹងសូមលោកគ្រូមើលកន្លែងហ្នឹងណាមើលកន្លែងហ្នឹង
បាទអញ្ចឹងជួយបំពេញកន្លែងហ្នឹងឲ្យគ្រប់និមិត្តសញ្ញារបស់គេនេះមកអញ្ចឹងនៅពេលណាបំពេញគ្រប់និមិត្តសញ្ញាគឺវានឹងលោតបែបនេះបាទដូចសិស្សនេះអញ្ចឹងបាទវាលោតទាំងធីកនៅខាងលើនេះហើយខាងក្រោមនេះគឺលោតសញ្ញាទីធីកពណ៌បៃតងទាំងអស់ហ្នឹងបានគេហៅថាគ្រប់ជ្រុងជ្រោយហើយនេះគឺ 100% ដែរបាទធីកហើយបាន 100% ដែរតែអានេះអត់ធីកទេប៉ុន្តែបាន 100% ដែរអញ្ចឹងលោកគ្រូកុំយល់ច្រឡំកន្លែងហ្នឹងថាឃើញ 100% ហើយថាបានធ្វើគ្រប់ជ្រុងជ្រោយតាមពិតយើងអត់ទាន់បំពេញអស់ទេអញ្ចឹងសូមលោកគ្រូជួយបំពេញបន្ថែមគ្រូទុកថ្នាក់ណាជួយបំពេញបន្ថែមកន្លែងហ្នឹងឲ្យបានគ្រប់ជ្រុងជ្រោយដើម្បីឲ្យសាលាយើងបាទដល់ពេលប្រព័ន្ធវាលោតមកគឺមានពណ៌3មានពណ៌3ទី1គឺពណ៌បាទពណ៌ត្រួយចេកនេះពណ៌ត្រួយចេកហ្នឹងគឺមានន័យថាបំពេញបានល្អហើយមួយទៀតគឺពណ៌បាទពណ៌ទឹកប៊ិចនេះពណ៌ទឹកប៊ិចនេះបាទមានន័យថាបំពេញបានមធ្យមមានថានៅមានការកែប្រែបន្ថែមទៀតហើយនឹងពណ៌ក្រហមមានន័យថាគឺអត់ទាន់បានបំពេញទេពណ៌ក្រហមបាទពណ៌ក្រហមនៅតែបានបំពេញទេអញ្ចឹងសាលាណាដែលមានពណ៌ក្រហមអញ្ចឹងន័យថាសាលាហ្នឹងគឺបំពេញព័ត៌មានសិស្សហ្នឹងអត់គ្រប់ជ្រុងជ្រោយទេបាទអញ្ចឹងតែថ្នាក់ណាមួយមិនទាន់គ្រប់ជ្រុងជ្រោយអញ្ចឹងមកសាលាហ្នឹងគឺលោតពណ៌ក្រហមតែម្ដងបាទអញ្ចឹងគឺខ្ញុំមានតែប៉ុណ្្នឹងទេដើម្បីចែកជូនទៅដល់លោកគ្រូអ្នកគ្រូគណៈគ្រប់គ្រងសាលាទាំងអស់បាទអញ្ចឹងដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តនៃការធ្វើវីដេអូចែករំលែកតទៅទៀតសូមជួយ share វីដេអូមួយនេះដើម្បីឲ្យបានដល់លោកគ្រូអ្នកគ្រូផ្សេងទៀតគាត់បានមើលឃើញហើយនឹងជួយ Subscribe ឲ្យខ្ញុំបាទម្នាក់មួយម្នាក់មួយផងដើម្បីជាការលើកទឹកចិត្តបាទសូមអរគុណសូមជម្រាបលា